សួស្តីប្រិមិត្តវិលត្រឡប់មកកាន់វីដេអូថ្មីរបស់យើងម្ដងទៀត Manchester United តាក់ទងជាមួយនឹងខ្សែបម្រើការពារគឺកំពុងតែដុតដៃដុតជើងខ្លាំងមែនតើរវល់ខ្លាំងតាំងពីថ្នាក់ដឹកនាំ scout player តាំងពីក្រុមការងារគឺពិបាកតាក់ទងជាមួយនឹងរកកីឡាករដើម្បីមកបំពេញចន្លោះបង្ហោងនៅក្នុងខែមករានេះតាក់ទងជាមួយនឹងកីឡាករអាំបាមូហើយនឹងម៉ាទីខូញ៉ាគឺជាឧទាហរណ៍ដ៏ល្អខ្លាំងបំផុតជាមួយនឹងក្រុម Manchester United ដែលគួរតែបន្តយកកីឡាករដែលមាននៅក្នុង English Premier League ស្រាប់ដើម្បីជោគជ័យទៅថ្ងៃអនាគតទៀតសោតកាលពីចំនួនលោកគ្រូតា Sir Alex Ferguson គឺគាត់ភាគច្រើនយកកីឡាករចេញពីថ្នាលឬក៏កីឡាករដែលលេងនៅ Premier League ស្រាប់ដើម្បីមកបំពេញចន្លោះបង្ហោងរបស់លោកតា Sir Alex នៅក្រុម Manchester United មានច្រើនណាស់មានតាំងពី Carrick Rio Ferdinand Alan Smith Sheringham Berbatov Van der Sar អូយច្រើនខ្លាំងណាស់គឺសិតតែជាកីឡាករដែលនៅក្នុង Premier League ស្រាប់ដែលធ្វើឲ្យលោក Sir Alex Ferguson គាត់ជោគជ័យភាគតិចណាស់ដែលគាត់យកពីក្រៅមកយើងឃើញមាន Ronaldo មានអីចឹងទៅអត់ច្រើនទេភាគច្រើនគឺកូនក្រុមរបស់គាត់គឺនៅក្នុង English Premier League ស្រាប់អញ្ចឹងខ្ញុំសង្ឃឹមថាការយកម៉ាទីកូញ៉ាហើយនឹងអាំបាមូគឺជាឧទាហរណ៍ស្រាប់សម្រាប់ថ្នាក់ដឹកនាំយកកីឡាករដែលនៅក្នុង English Premier League ស្រាប់ជាជាងយកកីឡាករមកពីក្រៅដើម្បីមកផ្សំជាមួយនឹងបរិយាកាសជាមួយនឹងបរិយាប័ត្រនៃ English Premier League សារដើមវិញត្រូវការពេលវេលាច្រើនដើម្បីមកផ្សំអញ្ចឹងកីឡាករដែលគាត់ផ្សំឲ្យស្រាប់ដែលគាត់លេងស៊ាំជើងឲ្យស្រាប់ដល់អង់គ្លេសគួរណាស់ក្លឹបមើលឃើញសម្រាប់កីឡាករមួយចំនួនដែលលេងនៅអង់គ្លេសស្រាប់មែនតើទៅយើងឃើញថា Manchester United ចាប់អារម្មណ៍កីឡាករ3រូបនិយាយសឹងតែច្រើនវីដេអូមែនតើគឺ Watton Adam Watton និង Elliot Anderson ហើយនឹងCarlos Baleba តាក់ទងជាមួយនឹងកីឡាករ3រូបនេះខ្ញុំគិតថាវាថ្លៃណាស់សម្រាប់ក្រុម Manchester United ដែលចំណាយទៅយករូបកីឡាករ3រូបអ្នកនេះដែលមិនទាន់មានសមត្ថផលអីធំដុំទេមានតែ Adam Watton ទេដែលអាចលើកពានឲ្យក្រុម Crystal Palace គាត់អាចមាន credit ឬក៏មានឈ្មោះល្បីដែលបានពានជាមួយនឹងក្រុម Crystal គាត់អាចមានតម្លៃថ្លៃចឹងទៅតែតាក់ទងជាមួយនឹង Elliot Anderson ឬក៏ Carlos Baleba នេះមិនស័ក្តិសមជាមួយនឹងតម្លៃដែលក្លឹបដាក់មកក្នុង100 លានទេ Manchester United គួរតែងាកទៅកីឡាករមួយរូបដូចខ្ញុំនិយាយជាមួយនឹងបងប្អូនយើងប្រហែលសប្តាហ៍មុនអញ្ចឹងគឺកីឡាករចៅ Gomez របស់ក្លឹបដែលមានមូលដ្ឋាននៅអង់គ្លេសស្រាប់គឺ Wolves ដែលកំពុងតែលេងនៅក្នុង English Premier League ជាប់ចំណាត់ថ្នាក់លេខ20ជាមួយនឹងលទ្ធផលដែលมันល្អបំផុតសម្រាប់ក្លឹបនេះអាចនិយាយបានថាគេរំពឹងថាក្លឹប Wolves នឹងអាចធ្លាក់ដល់លេង League 2 ផងដែរ League 1 ផងដែរតាក់ទងជាមួយនឹងការលេងដែលมันបានល្អពីក្រុមមួយនេះអញ្ចឹងយើងចាំមើលថាក្រុម Wolves គាត់អាចនឹងព្រមលក់កីឡាកររូបនេះនៅក្នុងខែមករាដែរទេដែលយើងឃើញព័ត៌មានច្រើនថា Manchester United ចាប់អារម្មណ៍ជាមួយនឹងកីឡាកររូបនេះដូចគ្នាបងប្អូនយើងសម្រាប់ style លេងរបស់កីឡាករចៅ Gomez នេះគឺល្អខ្លាំងមែនតើបងប្អូនយើងគាត់ចោះការពារបានលឿន IQ របស់គាត់ខ្ពស់តាក់ទងជាមួយនឹងករណីបោះបាល់ឆ្ងាយក៏ល្អដែរទាំងលើទាំងក្រោមគាត់ចោះលឿនការបំលាស់ទីរបស់គាត់បានល្អមិនចាញ់កីឡាករ Elliot Anderson ទេអ្វីដែលពិសេសបងប្អូនយើងគាត់គឺជាកីឡាករសញ្ជាតិប្រេស៊ីលស្រាប់គាត់ធ្លាប់លេងជាមួយនឹងម៉ាទីខូញ៉ានៅ Wolves ច្រើនឆ្នាំគាត់អាចយល់ពីម៉ាទីខូញ៉ាច្រើនគាត់ជាជនជាតិដូចគ្នាអញ្ចឹងទៅគាត់អាចយល់ពីគ្នាបានច្រើនដូចខ្ញុំនិយាយមិញអញ្ចឹងលេងជាមួយគ្នាយូរហើយវឹកហាត់ជាមួយគ្នាយូរហើយអញ្ចឹងយកកីឡាករចៅ Gomez នេះគឺល្អបំផុតសម្រាប់ Manchester United ហើយចំណាយតិចណាស់បងប្អូនយើងអត់ដល់50លានទេបើសិនជា Manchester United ចូលចែកចៃកីឡាកររូបនេះអញ្ចឹងខ្ញុំសង្ឃឹមថា Manchester United អាចពិចារណាមិនយកកីឡាករថ្លៃពេកទេដើម្បីថាកីឡាករមួយចំនួនដែលមានសមត្ថភាពនៅអង់គ្លេសនេះក៏មិនអាចមិនមានតែ3នាក់ហ្នឹងទេបងប្អូនយើងមិនមានតែ Baleba Adam Watton ឬក៏Elliot Anderson ហ្នឹងដែរគឺមានច្រើនដែលក្រុម Manchester United គួរពិចារណាយកមកអញ្ចឹងទៅតោះឥឡូវយើងមកមើលការប្រៀបធៀបបន្តិចបន្តួចដែលខ្ញុំយកចេញពី app មួយដែលខ្ញុំទៅតែរកឃើញតាក់ទងជាមួយនឹងការប្រៀបធៀបកីឡាករបងប្អូនយើងហើយការប្រៀបធៀបនេះដែរវាឃើញទៅទំនងដែរសម្រាប់យកមកឲ្យបងប្អូនយើងពិនិត្យមើលទាំងអស់គ្នាអញ្ចឹងណាអែមនេះដែរគ្រាន់យើងវាយឈ្មោះកីឡាករទៅយើងអាចប្រៀបធៀបឥឡូវយើងដាក់ថា Anderson ចុះ Anderson ណា2025លេងជាមួយនឹង Nottingham Forest ច្រឡំ Tottenham អធិស្ឋានឥឡូវយើងបាន Elliot Anderson មួយហើយឥឡូវយើងយក Elliot Anderson
ទៅប្រៀបធៀបជាមួយនឹងកីឡាករអាដាមវ៉ាតុនចុះចាវ៉ាតុនណាវ៉ាតុនអូខេនេះវ៉ាតុនរបស់ Crystal សម្រាប់រដូវកាលថ្មី2025-26តោះឥឡូវយើងឃើញហើយតាក់ទងជាមួយនឹងកីឡាករពីររូបនេះពណ៌ខៀវគឺកីឡាករ Elliot Anderson ពណ៌ក្រហមគឺ Adam Watton យើងថែមម្នាក់ទៀតគឺកីឡាករ Carlos Baleba អាយ៉ាច្រឡំតិចCarlos Baleba របស់ Brighton ណាចំដាក់ Baleba ហ្មងទៅ Baleba ណែ Baleba អាយុ21ឆ្នាំរដូវកាល25-26អញ្ចឹងយើងបាន3រូបហើយសម្រាប់ប្រៀបធៀបគ្នាណាឥឡូវយើងមកថែមមួយទៀតអូខេមិញខ្ញុំនិយាយពីកីឡាករចៅហ្គូម៉េសឥឡូវយើងដាក់ចៅហ្គូម៉េសអាយុ24ឆ្នាំនៅវល់អូខេអញ្ចឹងយើងមាន4កីឡាករណាបងប្អូនយើងគឺយើងមាន Elliot Anderson Adam Watton Baleba និងចៅហ្គូម៉េសសិតសឹងតែជាកីឡាករលេងនៅ English Premier League ស្រាប់យើងមកមើលថាតាក់ទងជាមួយនឹងរង្វង់ទាំងអស់នេះយើងឃើញហើយយើងឃើញថាអានេះគឺនិយាយពីអីចេះអានេះគឺ dual one ណាខ្ញុំអត់សូវចេះអង់គ្លេសទេបងប្អូនយើងអាកន្លែងនេះអាចនិយាយបានថាគឺការពិតមួយស្មើណាការលេងមួយស្មើគឺ Adam Watton បាន73 Carlos Baleba បាន82ខ្ពស់ជាងគេដោយមួយជួរហ្នឹងគឺ Carlos Baleba គាត់តាក់ទងជាមួយនឹងការបញ្ចេញយកបាល់មួយស្មើគឺ Carlos Baleba បានដល់ទៅ82អញ្ចឹងមានន័យថា Carlos Baleba ខ្លាំងជាងករណីពិតបាល់យកមួយស្មើហើយអានេះគឺយើងមាន possession ball គឺចៅកុំមេសគឺខ្លាំងមែនតើដល់តែ95ណាសម្រាប់ជួរនេះជួរចុះក្រោមនេះហើយក៏យើងមានprogressive carry យើងមានផ្សេងតាក់ទងជាមួយនឹងចំណុចល្អចំណុចមិនល្អរបស់កីឡាករផ្សេងតែបើយើងនិយាយរួមទៅនៅក្នុងរង្វង់មូលនេះយើងឃើញថាពណ៌ខៀវរបស់ Elliot Anderson គឺល្អជាងគេតាំងពីការប្រេសតាំងពីអីតាំងពីការបោះបាល់ទៅតំបន់ប្រយុទ្ធគឺល្អខ្លាំងមែនតើគឺ forward pass នេះគឺកីឡាករ Elliot Anderson របស់ Nottingham Forest នេះគឺលេចធ្លោជាងគេខ្លាំងមែនតើនៅក្នុងចំណោមកីឡាករដែលក្រុម Manchester United កំពុងតែតាក់ទងតែបើយើងកលេចទៅមើល Carlos Baleba សម្រាប់រដូវកាលនេះគឺទូចខ្លាំងមែនតើពណ៌បៃតងនេះទូចមួយឃើញទេបងប្អូនយើងតាក់ទងជាមួយនឹង key pass របស់ Carlos Baleba នេះក៏អន់តាក់ទងជាមួយនឹងបោះបាល់ទៅតំបន់ប្រយុទ្ធរបស់ Carlos Baleba នេះក៏ខ្សោយតិចតួចខ្លាំងបំផុតអ្វីដែល Carlos Baleba មានបច្ចុប្បន្ននេះត្រឹមតែជាកីឡាករដែលបំរើពុតដេញយកបាល់តែប៉ុណ្ណោះតាក់ទងជាមួយនឹងជួយមកខាងតំបន់ខាងលើគឺ Carlos Baleba 0ហើយបងប្អូនយើងពណ៌បៃតងនេះរៀងខ្វិនខាងតំបន់ខាងលើបងប្អូនយើងឃើញមកឈ្នះតាកន្លែងcarry មកតាកន្លែង post one ហើយនឹង duel អីចឹងទៅតាក់ទងជាមួយនឹងការពិតបាល់ការបញ្ចេញយកបាល់តែរឿងករណីខាងប្រយុទ្ធចប់អញ្ចឹងយើងងាកមកមើលកីឡាករ Adam Watton ដែលមានពណ៌ផ្កាឈូកណា key pass របស់គាត់ល្អតាក់ទងជាមួយនឹងការបោះទៅតំបន់ប្រយុទ្ធក៏មិនសូវជាល្អដែរបើយើងប្រៀបធៀបទៅជាមួយនឹងកីឡាករចៅកូម៉េសដែលខ្ញុំចង់បានកីឡាកររូបនេះគឺល្អតាក់ទងជាមួយនឹងចៅកូម៉េសនេះខាងក្រោមក៏ល្អខាងលើក៏ល្អគ្រាន់តែថាគាត់មិនអាចបានធំដោយកីឡាករ Elliot Anderson ទេក៏ប៉ុន្តែយើងអាចទទួលយកបានជាមួយនឹងទម្រង់លេងរបស់គាត់បច្ចុប្បន្ននៅ English Premier League យើងឃើញថាទេពណ៌លឿងរបស់ចៅកូម៉េសនេះក៏មិនអន់ដែរបងប្អូនយើងបោះទៅតំបន់ប្រយុទ្ធនោះក៏ច្រើនមាន key pass ស្ទើរតែ key pass ទេក៏ប៉ុន្តែលក្ខណៈថា forward pass ឬក៏អីតាក់ទងជាមួយនឹងការប្រយុទ្ធខាងលើគឺកីឡាករចៅកូម៉េសនេះក៏ល្អមិនចាញ់កីឡាករ Elliot Anderson ដែរតម្លៃគឺខុសគ្នាលើសពាក់កណ្ដាល Elliot Anderson ពី100ទៅ120លានតាក់ទងជាមួយនឹងតម្លៃខ្លួនរបស់ក្រុម Nottingham Forest កំណត់ឲ្យ Manchester United តែកីឡាករចៅកូម៉េសមិនដល់50លានទេបងប្អូនយើងអញ្ចឹងវាខុសគ្នាឆ្ងាយណាស់ហើយតាក់ទងជាមួយនឹងអាយុយើងឃើញហើយអាដាមច្រឡំអាជាស្រ័យចៅកូម៉េសអាយុ24ឆ្នាំនេះហើយនឹងកីឡាករ Elliot Anderson អាយុ23ឆ្នាំខុសគ្នាតែ1ឆ្នាំទេហើយខ្ញុំគិតថាការយកកីឡាករចៅកូម៉េសនេះល្អជាងខ្ញុំគិតថាល្អជាងដោយសារទីមួយតម្លៃរបស់គាត់អត់សូវថ្លៃសម្ពាធរបស់កីឡាករមកមិនសូវច្រើនដែរហើយអ្វីដែលពិសេសគាត់ធ្លាប់ធ្វើការជាមួយនឹងកីឡាករដូចជាម៉ាទីខូញ៉ាស្រាប់ហើយគាត់នេះក៏អាចស័ក្តិសមជាមួយនឹងតម្រុយ4-3ផងដែរបងប្អូនយើងអញ្ចឹងយើងមើលថាលោករបៀនអាម៉ារីមនឹងសម្រាប់ចិត្តយកមួយណា
แต่ก็มีนจดจ้ามารามได้ทำเมนูอัดจังจุ่มนายเลยนึกน้องคายแม่กระดานี่เต้อันนี้ก่อนแต่ยืคือจดจ้ามารามนึกน้องบันไดจะกลมไอ้กาบิผักมันเกี่กับปูตาเนี่ยเย่จะโตอยู่มวยนั่งท่ามีนอินฟลูเอนเซอร์ในอังเลมาจากนู้นก็บ้านเย่ทำเมนูคือมันมีตรงจุ่มนายสำหรับคายแม่กระดานี่เต้ก็บันไดก็มีนบอมโอนยึงจะโตอยู่มวยนั่งแฟนแมนเชสเตอร์ยูไนเต็ดในโปรเตฟเซิงกลายเป็นอังเลก็เก่งเย่ทำมันติ้งมันบานเต้โดยสาธารณปัจจุบันแมนเชสเตอร์ยูไนเต็ดเปรียบบานโดยเชียรถกรองเหมือนเมียนกรอบแบบหนุ่มบองโอยังจังยังจะเมื่อท่าการแปรปรูระบบกรมแมนเชสเตอร์นะที่น้องคายแม่กลานี่นั่งเตยจีอย่างน่ะย่อมสมคมอย่างมุดมอนทำเมนูนั่งจำหน่ายลุยโยกละก็ยางสมอยนะก็ปีรูปได้เมนูมันอ่านในสกีมันเต้ขนมกะในแบบนี้โดยสารทำแมนเชสเตอร์นะที่เตยกากละก็บันเทมดับใบเตยไปยุดโยท็อปฟอเล่งเปลี่ยนแชมเปี้ยนลีกอย่างสมอยนะก็บานอยู่รอบปาลีกได้สำหรับรายการกล่าวแต่บันมันเมียนกละก็สำหรับแมนเชสเตอร์เนี่ยที่ปราการจราเต้สำหรับเปลได้เปลี่ยนแอฟริกโยกละก็ยังเตยปีเนี่ยหายดังเบนจามินเซสโกอาจมีปัญหาระบุอย่าเปลยูหายก็มีกละก็มาจากนู้นก็กลุ่มปุ่งแต่มันจังบนโต๊ะหนักในกรมแมนเชสเตอร์ในที่ติดจังยังกระทาการโยกละก็ทำไมนี่คือสำคัญบ่มพอสำหรับกรมแมนเชสเตอร์ยูไนเต็ดนี่เป็นปัจจุบันโอเคบอกอ่อนยังแต่ตอนอยู่มวยดังวิดีโอแค่นี้คือมาดาตีประจำให้สำหรับบางคนแต่ต่อมา subscribe ในช่องมาย่อม subscribe มวยยี่ปีปอนมีกรมแมนเชสเตอร์ยูไนเต็ดให้ก็เบียนอาร์ออริจินอลลวกผ่องได้บางคนยังเอาคนแจ้งสำหรับกรมพ่อดาวอาจจิตนาคราวนามันซ้ำร้มต้องมาจืดไร้ปีสำนักบางคนยังเนี่ยตุสนาถึงออกนี่เอาคนแจ้งสมจุดเรียบเรีย